តើការបំពេញទម្រង់ DSP រហុកយើងបំពេញខ្លួនឯងឬក៏គួរឲ្យគេបំពេញឲ្យមួយណាល្អជាងសួស្តីបងប្អូនអរគ្នាខ្ញុំឈ្មោះម៉ានិតជាអ្នកជាប់ឆ្នោត DV ឆ្នាំ2020ថ្ងៃនេះខ្ញុំធ្វើវីដេអូមួយដើម្បីឲ្យជាគំនិតដល់បងប្អូនគិតពិចារណាហើយក៏អាចថាចែករំលែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្លួនពីការដែលខ្ញុំបំពេញ DSP រហុកខ្ញុំនៅចាំបាននៅកាលពីខ្ញុំជាប់ឆ្នោតឆ្នាំ2018បាទខ្ញុំដាក់ឆ្នោត2018ខ្ញុំដឹងលទ្ធផល2019ខ្ញុំរត់ទឹកដីអាមេរិក2020កាលនោះខ្ញុំធ្លាប់បានព្យាយាមcall ទៅសួរគេគឺគេទាមទារលុយច្រើនក្នុងការបំពេញ DSP រហុកខ្ញុំ4នាក់បងប្អូនដឹងម៉ានទេទាំងបំពេញ DSP រហុកទាំងគេជួយប្រឹក្សាយោបល់គេយកពួកខ្ញុំ$1,500ជា base payment សម្រាប់មួយគ្រួសារហើយគេគិតទៅលើចំនួនម្នាក់គឺ500 add បូកបន្ថែមពីលើអញ្ចឹងបើបូកទៅគ្នាខ្ញុំ4នាក់2000បូកនឹងអាថ្លៃ base 1,500ទៀតគឺ$3,500គេបំពេញ DSP រកឲ្យយើងអឺហើយនឹងគេផ្ដល់ប្រឹក្សាយោបល់ឲ្យយើងថាតើយើងគួរតែចេញពីចំណុចណាទៅចំណុចណារហូតដល់បានសភាខ្ញុំក៏សម្រេចចិត្តអត់ព្រោះទី1មិនសូវសម្បូរលុយមិនសម្បូរលុយហើយមិនដឹងថាធ្វើយ៉ាងណាមានតែទៅព្យាយាមឆែក YouTube ឆែក Google Search ចង់ដឹងថាតើយើងមានវិធីនីតិវិធីអីផ្សេងអាចជួយខ្លួនឯងបានដល់ពេលខ្ញុំ search ទៅខ្ញុំបានជួប blog របស់តា Simon ទៀតហើយក៏ខ្ញុំបានសិក្សាពីគាត់ក៏ដឹងថាការបំពេញ DSP រហុកគឺមិនមែនតើតែភ្នាក់ងារឬក៏មេធាវីអាចបំពេញបានទេពីព្រោះនៅខ្ញុំចាំដែរថាខ្ញុំអត់ដឹងថាខ្ញុំចាំឮពីណាតែខ្ញុំដឹងថាគេបានប្រាប់ខ្ញុំថាតម្រង DSP រហុកគឺយើងអត់មានសិទ្ធិបំពេញទេតើតែគេជាមេធាវីឬក៏ជាគេដែលជាក្រុមហ៊ុនទៅគេមានសិទ្ធិក្នុងការបំពេញយើងធម្មតាគេអត់ទទួលទេអានឹងជាពាក្យចាំបារាមឥឡូវខ្ញុំដឹងថាមានបងប្អូនណានៅឮពាក្យរបៀបអញ្ចឹងទៀតដែរឬអត់ទេតែខ្ញុំបានឮក៏ប៉ុន្តែនៅពេលដែលខ្ញុំបានសិក្សាស្រាវជ្រាវមកគឺវាអត់អញ្ចឹងទេហើយខ្ញុំជឿជាក់ទៅលើblog របស់គាត់ក៏ខ្ញុំចាប់ដើមចូលទៅក្នុង website របស់រដ្ឋាភិបាលអាមេរិករៀនធ្វើខ្លួនឯងរៀនអានពីក្នុង website បដាក៏មើល YouTube របស់គាត់ឬក៏ blog របស់គាត់បដាកាលពីនោះ YouTube របស់គាត់អត់សូវមានជាវីដេអូមកភាគច្រើនគាត់ធ្វើជា blog ទៅសេនៅក្នុង website អូខេអានេះខ្ញុំគ្រាន់តែនិយាយពីបទពិសោធន៍ដែលបណ្ដាលឲ្យខ្ញុំកាលនោះមិនព្យាយាមទៅរកមេធាវីឬក៏ភ្នាក់ងារក្នុងការបំពេញឬក៏ធ្វើដំណើរការ DSP រហុកក៏ដូចជាដំណើរការឆ្នោត DV ឲ្យដែរព្រោះដោយសារថ្លៃខ្ញុំបញ្ជាក់ត្រឡប់មកបន្តិចគេយកខ្ញុំ3,500 base 1,500និងម្នាក់500បូកទៅ3,500នេះដោយសារខ្ញុំបានប្រហើបថាខ្ញុំបានចូលទៅបំពេញបានខ្លះនៃ DSP រហុកខ្ញុំយល់ថាគេគិតថាខ្ញុំអាចចេះធ្វើខ្លះអញ្ចឹងគេគិតតម្លៃហ្នឹងតែបើសិនជាបងប្អូនទៅជាប់ភ្លាមទៅសួរគេគឺគេអត់និយាយតម្លៃហ្នឹងគេនិយាយតម្លៃដូចជាខ្ញុំចាំ$38,000 $38,000សម្រាប់គេជួយប្រសេសទាំងអស់អត់ធានារឿងជាប់ឯងជួយប្រសេសទៅដល់ពេលសម្ភារវាមិនខុសឲ្យពីបងប្អូនដែលឲ្យគេដាក់ឲ្យគេទាររាប់ម៉ឺនដុល្លារទេនេះប្រហែលជាគេគិតថាយើងទៅលងមូលអញ្ចឹងយើងទៅលងមូលគេអត់ខ្វល់ថាយើងបាន K number ពីណាគេយកពីយើងហើយគេធ្វើឲ្យយើងគេយករហូតដល់38,000ខ្ញុំនិយាយនេះឡើងវិញដើម្បីឲ្យបងប្អូនគិតថាវាអស់លុយច្រើនហើយខ្ញុំនឹងត្រឡប់ទៅនិយាយថាតើយើងគួរបំពេញខ្លួនឯងឬក៏ឲ្យគេបំពេញឲ្យណាបើសិនជាក្នុងករណីគេបំពេញយករហូតដល់10000យករហូតដល់1000របៀបចេះចម្លើយគ្មានអីក្រៅពីបំពេញដោយខ្លួនឯងទេខ្ញុំបានប្រហើបឲ្យថាទម្រង់ហ្នឹងគឺយើងមានសិទ្ធិយើងអាចបំពេញដោយខ្លួនឯងសម្រាប់ខ្ញុំទៅវិញគឺលើកទឹកចិត្តឲ្យបងប្អូនបំពេញដោយខ្លួនឯងជៀសវាងឲ្យគេបំពេញឲ្យខ្ញុំនឹងនិយាយតាមមូលហេតុអីបានខ្ញុំចង់ឲ្យបងប្អូនបំពេញខ្លួនឯងនៅពេលដែលកាលពីខ្ញុំបំពេញបានដោយខ្លួនឯងគឺខ្ញុំមកដល់អាមេរិកខ្ញុំមិនដែលខ្វល់រឿងជួយគេទេតែនៅពេលដែលខ្ញុំមានមិត្តភ័ក្តិគាត់ត្រូវបានគេគាត់ជាប់ហើយគេទារលុយហើយ
ឲ្យលុយគេហើយឬក៏មិនឲ្យខ្ញុំអត់ដឹងទេតែដឹងថាគាត់អត់បានមកអាមេរិកទេតែគាត់នឹងបានព្រមព្រៀងទទួលសេវាគ្នារួចអស់ហើយតែរឿងលុយឲ្យខ្ញុំអត់ដឹងទេហើយខ្ញុំស្ដាយជំនួសគាត់អញ្ចឹងក៏ខ្ញុំសម្រេចចិត្តខ្ញុំធ្វើវីដេអូជួយបងប្អូនដែលគាត់គាត់ចង់មកអាមេរិកតែគាត់អត់មានអ្នកណាជួយជ្រោមជ្រែងឬក៏ជួយជាមតិយោបល់អញ្ចឹងខ្ញុំក៏ចាប់ដើមធ្វើវីដេអូតាំងពីឆ្នាំដូចជា2023ទេ22ឬ23ដែរដូចជា2023ពួកខ្ញុំ23ហ្នឹងវាមានឆ្នោត24នៅក្នុងស្រាប់ខ្លះណាបងប្អូនអញ្ចឹងត្រឡប់ទៅវិញគឺខ្ញុំអត់ចង់ឲ្យបងប្អូនចំណាយលុយច្រើនហើយបន្ថយទៀតការបំពេញខ្លួនឯងគឺនៅពេលដែលយើងចេះយើងដឹងយើងមានបទពិសោធន៍អញ្ចឹងបើសិនជាយើងមានចិត្តទូលាយខ្ញុំឃើញនៅក្នុងបច្ចុប្បន្ននេះគឺមានដូចជា I know I share appear អីគឺអ្នកដែលតាមដានឆ្នោតប្រហែលជាស្គាល់ពួកគាត់ I know I share appear គឺគាត់បើកចិត្តទូលាយក្នុងការជួយខ្ញុំសប្បាយចិត្តណាហើយមានបងប្អូនផ្សេងទៀតដែលខ្ញុំមិនសូវជាស្គាល់ខ្ញុំចង់ឲ្យបងប្អូនបំពេញខ្លួនឯងហើយថ្ងៃក្រោយបងប្អូនអាចមានលទ្ធភាពទៅជួយបងប្អូនយើងដទៃទៀតថ្ងៃក្រោយមិនពឹងទៅលើពួកខ្ញុំប្រហែលអ្នកនៅអាមេរិកនេះទេព្រោះខ្ញុំឃើញអ្នកដែលបើកចិត្តនិយាយនៅក្នុង YouTube ឬក៏ Facebook បើកចិត្តទៅលេថាជួយមករកខ្ញុំមកមិនប្រហែលអ្នកទេអ្នកនៅអាមេរិកអ្នកនៅខ្មែរភាគច្រើនជាភ្នាក់ងារអីហ្នឹងគេអត់ហ្នឹងដល់អត់ហ្មងយើងទៅសួរគេក៏គេមិនប្រាប់យើងទៅដោយត្រង់ដែរគេចង់បានលុយពីយើងឧទាហរណ៍ជាក់ស្ដែងដូចខ្ញុំលើកចឹងក្រុមហ៊ុនដែលខ្ញុំ call ទៅនៅពេលដែលយើងអត់ចេះទាំងអស់គេទាយើងរាប់ម៉ឺននៅពេលដែលយើងប្រាប់គេថាយើងចេះខ្លះគេទាយើងរាប់ពាន់អញ្ចឹងបងប្អូនខ្ញុំជឿថាបងប្អូននឹងជួបហើយខ្ញុំឆាតខ្ញុំទៅជែកគ្នាក្នុង group រាល់ថ្ងៃខ្ញុំឃើញបងប្អូនលើកឈ្មោះក្រុមហ៊ុនដែលខ្ញុំ call ទៅនឹងទៀតតែគ្រាន់តែខ្ញុំមិនបញ្ចេញអីថាក្រុមហ៊ុនណាគាត់ដឹងថាក្រុមហ៊ុនហ្នឹងបងប្អូននៅប្រើសេវាជាពិសេសសេវាបកប្រែជាមួយគាត់ណាខ្ញុំអត់ប្រាប់ថាក្រុមហ៊ុនណាបងប្អូនណាចង់ដឹងអាចឆាតសួរខ្ញុំបានអញ្ចឹងបន្តទៅទៀតអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនចេះបងប្អូនមានលទ្ធភាពបងប្អូនជួយខ្មែរយើងក្រោយទៀតសម្រាប់បងប្អូនអ្នកដែលក៏មិនសូវមានថវិកាមិនសូវមានលុយកាក់អញ្ចឹងគាត់មានសង្ឃឹមក្នុងការដាក់ឆ្នោតនឹងមកអាមេរិកបានដែរពេលខ្លះគាត់មានគ្រប់លក្ខខណ្ឌហើយតែគាត់អត់សូវមានលទ្ធភាពជាពិសេសអារឿងអស់លុយចោលមកពេញ DIP រហូតហ្នឹងគឺគាត់បាក់ទឹកចិត្តឬក៏គាត់អស់សង្ឃឹមបាត់ហើយអញ្ចឹងបើសិនជាយើងបងប្អូនអ្នកដែលចេះដឹងបំពេញអានឹងរឹតតែច្រើនថាភាគរយនៅក្នុង100មានតែ1ក៏បានដែរអញ្ចឹងយើងគិតមកមាន200មាន2បាត់ហើយតែវាមិនប៉ុណ្្នឹងឯខ្មែរយើងខ្ញុំជឿថាមានចិត្តអធិស្ឋានសន្តោសបណ្ណៃគ្នាណាអញ្ចឹងបើសិនជា10បាន100បាន10បាត់ហើយអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបំពេញខ្លួនឯងចំណុចល្អគឺយើងបំពេញខ្លួនឯងយើងចេះយើងអាចជួយគេចំណុចទី2គឺយើងបំពេញខ្លួនឯងយើងអត់អស់លុយអីទេបងប្អូនអត់អស់លុយទេអស់លុយថ្លៃអ៊ីនធឺណិតនៅពេលយើងប្រើបំពេញវាឈឺក្បាលមែនវាឈឺក្បាលពេលបងប្អូនបំពេញបងប្អូនត្រូវទៅរត់រកឯកសារណាមកបំពេញត្រូវទៅរកអានេះរកអានោះហើយត្រូវអង្គុយនឹកសារឡើងវិញពីអារឿងដែលត្រូវគេសួរខ្ញុំឧទាហរណ៍ដូចជាគេសួរយើងពីប្រវត្តិការសិក្សាយើងត្រូវទៅរកសភៅមកសភៅសិក្ខាការិកសញ្ញាបត្រការរៀននៅបញ្ញាបត្រនៅសាកលវិទ្យាល័យឬអនុបណ្ឌិតយើងត្រូវទៅរកក៏ប៉ុន្តែសួរថានៅពេលដែលបងប្អូនជួលគេឲ្យធ្វើឲ្យបងប្អូនមិនរកបងប្អូនរកដូចគ្នាហើយបញ្ជូនដល់គេទៅគេអាចបំពេញបានណាអញ្ចឹងបងប្អូនធ្វើខ្លួនឯងបងប្អូនដឹងបងប្អូនចេះបងប្អូនអាចមានលទ្ធភាពជួយខ្មែរយើងណាអានឹងបងប្អូនរឿងអត់អស់លុយមិនអស់លុយទេបងប្អូនមិនអស់លុយទេខ្ញុំឃើញក្នុងឆ្នាំនេះមានគេបង្ហោះនៅក្នុង Facebook ទៀតថាគេជួយបំពេញឲ្យគេយកតម្លៃប៉ុណ្ណេះក៏អត់ថ្លៃដូចការសេរីខ្ញុំមាន1000ទេ1000ណាឥឡូវគេត្រឹម100ទេម្នាក់គេអ្នកខ្លះគេយកខ្ញុំឃើញគេបង្ហោះគេយក200គេយក500តែអ្នកដែលអត់បង្ហោះខ្ញុំឮបងប្អូនយើងនិយាយមានដូចជា300 200អីដែរសួរថា200 300ច្រើនទេមិនតិចទេនៅស្រុកខ្មែរថាច្រើននៅអាមេរិកនេះក៏មិនតិចដែរ100 200ធ្វើការមួយថ្ងៃឬក៏
កន្លះថ្ងៃឬក៏2ថ្ងៃតាមប្រភេទនៃការងារអញ្ចឹងណាបងប្អូនអញ្ចឹងការងារប៉ុណ្ណឹងយើងអាចធ្វើខ្លួនឯងបានហើយណាយើងអាចធ្វើខ្លួនឯងបានហើយបើសិនជាបងប្អូនមិនចេះអង់គ្លេសបងប្អូនកូនបងប្អូនប្អូនបងប្អូនបងប្អូនឬក៏មិត្តភក្តិបងប្អូនប៉ាវគាត់ទៅឲ្យគាត់ជួយធ្វើអាហ្នឹងអាចថាទៅហូបអីជុំគ្នាឬក៏គាត់បំពេញគាត់ចេះខ្លួនឯងថ្ងៃក្រោយទៅគាត់អាចជួយបងប្អូនគាត់ឬក៏គាត់ចង់ដាក់ខ្លួនឯងគាត់ចេះខ្លួនឯងណាបំពេញខ្លួនឯងបើមិនចេះរកអ្នកដែលចិត្តស្និទ្ធឲ្យគេជួយបំពេញឲ្យណាអូខេយើងចេះយើងជួយអ្នកដទៃយើងចំណាយយើងចំណេញលុយរាប់ពាន់ណាអញ្ចឹងនៅពេលបងប្អូនចេះខ្លួនឯងអីខ្លួនឯងនៅពេលដែលបងប្អូនមកសុភាគឺងាយបើសិនក្នុងករណីដែលបងប្អូន background ខ្សោយគេសួរដេញដោលបងប្អូនបំពេញខ្លួនឯងគឺបងប្អូនងាយឆ្លើយទេតែបើសិនជាបងប្អូនឲ្យគេបំពេញឲ្យ background បងប្អូនខ្សោយនៅពេលដែលគេសួរដេញដោលអាចបងប្អូនឆ្លើយខុសពីអ្វីដែលគេបំពេញយល់ទេបងប្អូនពីព្រោះសំណួរខ្លះគឺគេសួរគេបេះទៅលើអ្វីដែលយើងបំពេញកាលណាគេឆ្ងល់គឺគេសួរនៅក្នុងចំណុចយើងបំពេញនឹងហើយ DSP រហូតគឺជា form មួយដែលជីកពីក្នុងខ្លួនយើងឲ្យគេមើលអញ្ចឹងនៅពេលដែលគេមើលគេឆ្ងល់គេសួរយើងឆ្លើយមិនចេញវាអាចប៉ះពាល់ដែរជួនកាលបងប្អូនគ្រប់លក្ខខណ្ឌមិនប៉ះពាល់ដល់បងប្អូនមិនបានវីសាតែប៉ះពាល់ដល់បងប្អូនគេឲ្យទៅរកឯកសារដើម្បីបង្ហាញគេទៀតយើងឆ្លើយអត់ចេញតែ background នេះរឹងមាំគេស្ដាយយើងអញ្ចឹងគេទុកពេលវេលាឲ្យយើង1ខែឬ2ខែដើម្បីរកឯកសារហ្នឹងមកឲ្យគេទៅយើងបាន passport អញ្ចឹងយើងខាតទាំងកម្លាំងយើងខាតទាំងពេលវេលាយើងខាតទាំងថវិកាក្នុងការទៅស្រាវជ្រាវរកអ្វីដែលយើងខ្វះខាតអញ្ចឹងបងប្អូនធ្វើខ្លួនឯងបងប្អូនគឺឆ្លើយចេញពីចិត្តមកឃើញទេបងប្អូនអញ្ចឹងបងប្អូនធ្វើខ្លួនឯងត្រឡប់វិញគឺបងប្អូនធ្វើខ្លួនឯងណាបងប្អូនហត់យើងឲ្យគេបំពេញក៏យើងនៅតែហត់ដែរទៅស្រាវជ្រាវឯកសារទៅឲ្យគេនៅក្នុង DSP រហុកខ្ញុំនិយាយត្រួសវាមានទាក់ទងនឹងប្រវត្តិនៃការសិក្សាប្រវត្តិនៃការងារប្រវត្តិនៃការដែលយើងធ្លាប់ស្នាក់នៅឯណាខ្លះពីយើងពីតូចដល់ធំដល់ឥឡូវគាត់ថានៅត្រង់នោះគេមាននិយាយថាកាលពីយើងក្រៅពី16ឆ្នាំយើងមាននៅឯណាក្រៅពីអាស័យដ្ឋានបច្ចុប្បន្នអត់អីចឹងណាអញ្ចឹងពេលខ្លះយើងត្រូវគិតតែបើគេបំពេញឲ្យក៏គេសួរយើងដូចគ្នាហ្នឹងតែបើបានគេសួរមិនអីបើគេមិនបានសួរឲ្យគេបំពេញទៅតាមនៅក្នុងអត្តសញ្ញាណប័ណ្ណឬទៅតាមសភៅភាសាយើងវាអាចខុសពីព្រោះក្នុងនោះមិនមែនសុទ្ធតែបំពេញតាមអត្តសញ្ញាណប័ណ្ណសភៅភាសាត្រូវទាំងអស់ទេដូចជាអាស័យដ្ឋានបច្ចុប្បន្នយើងមិនអាចទៅបំពេញតាមpassport ឬក៏យើងមិនអាចបំពេញទៅតាមអត្តសញ្ញាណប័ណ្ណប្រកាសថាវាត្រូវ 100% ទេពីព្រោះឯកសារទាំងនឹងសុពលភាពវា10ឆ្នាំបងធ្វើកាលពី8ឆ្នាំមុនបងប្អូនធ្វើតាំងពី8ឆ្នាំមុនហើយឥឡូវនេះបងប្អូនអាស័យដ្ឋានបងប្អូនដូរមកនៅ2-3ខេត្តបាត់ហើយឧទាហរណ៍អញ្ចឹងចុះអញ្ចឹងតើអាស័យដ្ឋានបច្ចុប្បន្នតើវាដូចជាមួយនឹងការបងប្អូនធ្វើ passport ឬក៏អត្តសញ្ញាណប័ណ្ណហ្នឹងទេប្រកាសណាមិនដូចទេអញ្ចឹងឧទាហរណ៍ថាបើសិនជាអ្នកដែលគាត់បំពេញឲ្យបងប្អូនហ្នឹងគាត់ staff ឬគាត់យល់ដឹងដែរអញ្ចឹងគាត់អាចសួរយើងតែអ្នកខ្លះគាត់អត់ដឹងគាត់អាងលើឯកសារគាត់ពេញទៅលើឯកសារអាចខុសបងប្អូនណាខុសគាត់ថាខុសហ្នឹងបើមែនទេតើវាហានិភ័យខ្លាំងរឿងអាស័យដ្ឋានវាមិនជាបញ្ហាអីធ្ងន់ធ្ងរដល់គេសួរជីកឬជីកគល់ទេតែយើងអត់ដឹងថាតើនៅក្នុងការបំពេញហ្នឹងគេបំពេញអីឲ្យយើងខ្លះដែលអាចនឹងធ្វើឲ្យទូតនោះគេសង្ស័យឬក៏គេមានចម្ងល់នៅក្នុងគំនិតរបស់គេអាចសួរយើងតែបើសិនជាយើងបំពេញខ្លួនឯងអ្វីគឺចេញពីក្នុងចិត្តរបស់យើងឆ្ងល់តាណាយើងរកខ្លួនឯងអញ្ចឹងអ្នកឯងសួរខ្ញុំដឹងខ្ទេចណាចំណុចល្អខ្លាំងបំផុតគឺត្រង់ហ្នឹងហើយ DSP រហចេះចំណេញលុយយើងយល់ដឹងពីវាយើងងាយស្រួលក្នុងការឆ្លើយយើងមានលទ្ធភាពក្នុងការជួយអ្នកដទៃបងប្អូនមិត្តភ័ក្តិឬក៏ខ្មែរដូចគ្នាបងប្អូនមិនបានជួយផ្ទាល់បងប្អូនធ្វើជាវីដេអូរបៀបអញ្ចេះក្នុងការជួយបងប្អូនខ្មែរយើងណាបងប្អូនខ្ញុំនឹងបើកចិត្តសម្រាប់ខ្ញុំបើកចិត្តជួយបងប្អូនទៅតាមលទ្ធភាពនិងសមត្ថភាពដែលខ្ញុំមានជាពិសេសនៅក្នុងការបំពេញ DIP រហូតគោលការណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំគឺខ្ញុំអត់បំពេញឲ្យបងប្អូនជាដាច់ខាតមិនអាចបំពេញឲ្យបងប្អូនជាដាច់ខាត99% គឺខ្ញុំអត់ពេញឲ្យបងប្អូនទេតែខ្ញុំបើកចិត្តឲ្យបងប្អូនបំពេញខ្លួនឯងឬក៏ឲ្យមិត្តភ័ក្តិ
បងប្អូនមកពេញឲ្យឆ្ងល់ត្រង់ណាបងប្អូនអាចតាក់ទងមកកាន់ខ្ញុំសួរខ្ញុំបានមក form ហ្នឹងខ្ញុំឲ្យបងប្អូនសួរគ្រប់ចំណុចហើយខ្ញុំនឹងឆ្លើយទៅតាមលទ្ធភាពណាបងប្អូនលទ្ធភាពនិងសមត្ថភាពដែលខ្ញុំមានហើយខ្ញុំជឿថានៅក្នុងនោះខ្ញុំគិតថាខ្ញុំឆ្លើយបានមិនក្រោម 50% ទេមិនក្រោម 50% អញ្ចឹងណាអញ្ចឹងបងប្អូនតាណាឆ្ងល់បងប្អូនសួរខ្ញុំមកបើកចិត្តតែរឿងខ្ញុំបំពេញឲ្យខ្ញុំអត់បំពេញឲ្យជាដាច់ខាតណាលើកលែងមានករណីលើកលែងខ្លះណាមិនដាច់ខាត 100% ដាច់ខាត 99% អូខេអញ្ចឹងDIP រហូតនេះគឺមិនតម្រូវតលតែមេធាវីឬក៏ភ្នាក់ងារដែលគេមាន license អីទេយើងខ្លួនឯងជាម្ចាស់ខ្លួនហ្នឹងក៏យើងមានសិទ្ធិបំពេញដែរនៅក្នុង form របស់គេសួរឲ្យអ្នកណាអ្នកបំពេញយើងផ្ទាល់ខ្លួនមេធាវីភាគីទី3ណាមួយដែលមិនមែនជាមេធាវីឬក៏agency ភ្នាក់ងារក្នុងការរៀបចំឯកសារអាចជាបងប្អូនឬក៏អីចឹងជាដើមនៅក្រោយនៃការនៅក្រោយនៃតម្រងហ្នឹងគេនឹងសួរយើងទៀតថាឲ្យយើងបំពេញព័ត៌មានអ្នកដែរបំពេញឲ្យយើងឃើញអញ្ចឹងរឿងបំពេញ DIP រកយើងមានលទ្ធភាពយើងមានសិទ្ធិក្នុងការបំពេញខ្លួនឯងអត់អស់លុយចេះខ្លួនឯងឆ្លើយមិនងាយខុសហើយអាចជួយដល់បងប្អូនខ្មែរយើងបើសិនជាបងប្អូនចង់តែបើសិនជាបងប្អូនមិនចង់ក៏អត់មានណាបង្ខំបងប្អូនត្រូវតែបំពេញខ្លួនឯងត្រូវតែជួយអ្នកនេះអ្នកនោះអត់ទេណាបងប្អូន DIP រហូតបំពេញខ្លួនឯងគឺជាជំរឿដ៏ល្អបំផុតដែលបងប្អូនគួរតែធ្វើណាបងប្អូនខ្ញុំលើកទឹកចិត្តបងប្អូនធ្វើរបៀបអញ្ចឹងហើយក៏ខ្ញុំអាចថាខ្ញុំសុំឲ្យបងប្អូនធ្វើដោយខ្លួនឯងបើក្នុងលក្ខខណ្ឌបងប្អូនមិនចេះអង់គ្លេសតលសោះមិនអាចធ្វើបងប្អូនអាចជួយរកមិត្តភ័ក្តិខ្ញុំជឿថាបងប្អូនអត់មានមិត្តភ័ក្តិដែលចេះអង់គ្លេសហើយបើមិនចុះបងប្អូនអាចរកកូនរកប្អូនរកបងរកពូរកមីងតែគាត់អាចមិនចេះជ្រៅជ្រះតែអាចមកតសេបានអាចមកអានបានយល់ខ្លះដឹងពីសំណួរតែបើសិនជាថាអាច50ទៀតបងប្អូនអាចទុកឱកាសហ្នឹងមកសួរខ្ញុំមកខ្ញុំនឹងអាចជួយបងប្អូនបន្ថែមខ្លះពីលើហ្នឹងនៅពេលដែលបងប្អូនបំពេញហើយបើសិនជាបងប្អូនមិនប្រកាសខ្លួនឯងមិនជឿជាក់ខ្លួនឯងថាឯកសារដែលបងប្អូនបំពេញនោះត្រូវឬក៏ខុសប្រមាណ%បងប្អូនអាចផ្ញើជា PDF មកឲ្យខ្ញុំជួយ review ឲ្យបញ្ជាក់ណាខ្ញុំជួយ review ឲ្យតែតម្រង់ទូទៅថាបងប្អូនឆ្លើយនឹងមានតាណាគួរតែកែប្រែឬក៏ត្រង់ចំណុចណាដែលបងប្អូនធ្វើទៅមានអារម្មណ៍ថាដូចជាមិនស័ក្តិសមឬមិនត្រឹមត្រូវខ្ញុំអាចផ្ដល់ជាយោបល់តែតកតងទៅនឹង review ទូទៅរួមទាំងអាស័យដ្ឋានពីមួយតំណែងទៅមួយតំណែងត្រូវឬខុសប្រវត្តិឯការសិក្សាពីនេះទៅនោះបងប្អូនដាក់ត្រូវខុសអានឹងអត់ទេអានឹងចំណាយពេលខ្លាំងអញ្ចឹងបងប្អូនពេលបងប្អូនបំពេញបងប្អូនត្រូវ make sure ខ្លួនឯងថាបងប្អូនបំពេញនឹងបានល្អណាគ្រាន់តែជួយថាឲ្យខ្ញុំជួយជាលក្ខណៈ double check បើប៉ុណ្ណឹងត្រួតពិនិត្យបន្ថែមអូខេខ្ញុំអាចជួយពិនិត្យបន្ថែមឲ្យបងប្អូនបានណានឹងអញ្ចឹងវីដេអូនេះគឺគោលបំណងចង់ឲ្យបងប្អូនគិតគូរពិចារណាថាតើរវាងនៃការឲ្យគេបំពេញឲ្យអស់លុយរាប់រយរាប់ពាន់មានតែខ្លះដល់រាប់ម៉ឺនបើសិនជាយើងទៅលងមូលដូចខ្ញុំនិយាយខាងដើមវីដេអូអញ្ចឹងណាគេជឿឱកាសថាយើងអត់ដឹងអីយើងចង់មកអាមេរិកគេយកម្នាក់ប្រហែលទៅគុណទៅ2 3 4ម៉ឺនតែបើសិនជាយើងថារៀងចេះដែរហើយมันអាចស៊ីយើងបានទេអស់2 3 4ពាន់តែដល់ឥឡូវនេះមានបងប្អូននេះចែកម្លែកច្រើនធ្វើឲ្យពួកគាត់នឹងពិបាកអញ្ចឹងគាត់យកចេញមកយក200 300 500អញ្ចឹងឃើញនេះជាលទ្ធផលដែលបងប្អូនខ្មែរយើងដែលធ្វើវីដេអូចែកម្លែកតទៅនឹងឆ្នោតនឹងផ្ដល់ឲ្យបងប្អូនគាត់បើមិនអញ្ចឹងទេបងប្អូននឹងចំណាយលុយរាប់ពាន់រាប់ម៉ឺនតែដែរណាឥឡូវនេះខ្ញុំចង់ឲ្យបងប្អូនធ្វើដោយខ្លួនឯងដោយមិនបាច់ចំណាយលុយរាប់រយរាប់ពាន់ដោយកាលពីមុនណាបងប្អូននៅត្រង់ចំណុចនេះខ្ញុំចង់បញ្ជ្រាបឬបន្ថែមមួយចំណុចទៀតទាក់ទងទៅនឹងបងប្អូនទៅប្រែឯកសារមានក្រុមហ៊ុនខ្លះគាត់ជ្រៀតពេលឱកាសហ្នឹងទាមទារឲ្យយើងបកប្រែជាមួយគាត់ឲ្យគាត់ទទួលសេវាពីយើងក្នុងការបំពេញ DIP រកទៀតហើយគាត់យកខ្ទង់ពាន់
ឆ្នាំតែមិញមានបងប្អូនជ្រុលខ្លួនទៅម្ដងហើយដល់ពេលគាត់ចូលមកក្នុង group ទៅខ្ញុំបានប្រាប់គាត់ថាគាត់រួចបាត់ហើយអញ្ចឹងគាត់ស្ដាយដែរតែអត់អីទេអញ្ចឹងបងប្អូនអ្នកដែលមើលវីដេអូនេះបងប្អូនអាចគិតឡើងវិញរឿងបកប្រែភាសាបងបកប្រែទៅប៉ុន្តែរឿង DAP រហូតខ្ញុំនៅតែលើកទឹកចិត្តបងប្អូនឲ្យបងប្អូនបំពេញដោយខ្លួនឯងដោយមូលហេតុផលដែលខ្ញុំនិយាយខាងដើមហ្នឹងណាខ្ញុំអត់និយាយថែមទៀតច្រើនដងពេកអញ្ចឹងខ្លាចបងប្អូនថានិយាយត្រាតាមពិតនិយាយត្រាមែនតែក្នុងគោលបំណងឲ្យបងប្អូនដកក្នុងអារម្មណ៍ថាអូវាមានចំណុចល្អអញ្ចឹងមែនគួរតែបំពេញខ្លួនឯងហើយណាគួរតែបំពេញខ្លួនឯងអូខេបងប្អូនបំពេញខ្លួនឯងមានកន្លែងណាឆ្ងល់បងប្អូនអាចសួរខ្ញុំបានហើយបើបងប្អូនទាំងឡាយណាដែលចង់ដាក់ឆ្នោតឆ្នាំក្រោយមិនឆ្នាំក្រោយឆ្នាំនេះហើយប៉ុន្តែសម្រាប់2027គឺក្នុងកំឡុងដើមខែ10ឆ្នាំនេះគឺគេនឹងបើកហើយពីព្រោះឆ្នោតនេះអត់មានបិទទៅណាទេបើបិទមានព័ត៌មានអានឹងខ្ញុំនឹងផ្ដល់ជូនបងប្អូនដល់ឡែកសម្រាប់បងប្អូនដែលជាប់ឆ្នោតហើយនៅក្នុងឆ្នាំនេះហើយឆ្នោតនឹងជាប់ឆ្នាំនេះហ្នឹងគឺបងប្អូនបើសិនជាមានមន្ទិលអីត្រូវការជំនួយបងប្អូនអាចតាក់ទងមកខ្ញុំបានខ្ញុំនឹងជួយតាមលទ្ធភាពហើយខ្ញុំមាន group Telegram 2សម្រាប់បងប្អូនអ្នកដែលចង់យល់ដឹងខ្លះពីឆ្នោត DV គឺជាក្រុមឬ group ទូទៅមួយទៀតសម្រាប់ group បងប្អូនដែលជាប់ឆ្នោតបងប្អូនចង់សិក្សាឬទៅជែកបដូរយោបល់គ្នានៅក្នុង group សម្រាប់តែអ្នកជាប់ឆ្នោតតែប៉ុណ្ណោះអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំនឹងអាចទាញចូលក្នុង group ឲ្យបងប្អូនទៅជែកគ្នាក្នុង group នៅក្នុងនោះខ្ញុំក៏ជួយទៅឆ្លើយជួយទៅជាយោបល់ដូចគ្នាគាត់ថាពេលខ្លះខ្ញុំធ្វើការខ្ញុំបានចូលជាងបងប្អូនយើងនៅក្នុងនឹងអាចជួយបានហើយនៅក្នុងនេះខ្ញុំសង្កេតឃើញមានបងប្អូនយើងគាត់ស្ទះជាងខ្ញុំក៏មានអញ្ចឹងខ្ញុំទាញគាត់ទៅជា admin ដើម្បីឲ្យគាត់ជួយអញ្ចឹងនៅក្នុងនោះមាន admin ឥឡូវមានដល់3នាក់ហើយតាមពិតខ្ញុំមិនបានទៅជែកអីមួយគាត់អ្នក admin ដែលខ្ញុំប្រម៉ូទគាត់តែខ្ញុំសង្កេតមើលអំពីការឆ្លើយគាត់មានឯកសារជា reference ឲ្យបងប្អូនបានច្រើនខ្ញុំក៏ប្រម៉ូទគាត់ឲ្យជួយតែខ្ញុំក៏បានទៅប្រាប់គាត់ថាបងជួយខ្ញុំផងឬអីខ្ញុំគ្រាន់តែប្រម៉ូទឲ្យប្រហែលជាគាត់ដឹងថាខ្ញុំដាក់គាត់ជា admin ណាឥឡូវមាន admin 3នាក់4នាក់ទាំងខ្ញុំណាអញ្ចឹងបងប្អូនអ្នកដែលជាប់ឆ្នោតមានចំណាប់អារម្មណ៍ចង់ចូលទៅក្នុងនឹងដើម្បីសិក្សាចាប់ពីដំណាក់កាលយើងជាប់ឆ្នោតនេះបងប្អូនអាចចូលរួមបានណាអញ្ចឹងយើងបើកហើយបងប្អូនមិនមែនខ្ញុំមាន group អញ្ចឹងហើយខ្ញុំប្រឡែងបងប្អូនទេបងប្អូនមានត្រង់ចំណុចណាដែលបងប្អូនចង់សាកសួរខ្ញុំដោយផ្ទាល់បងប្អូនអាច direct មកខ្ញុំនឹងជួយទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ខ្ញុំដែរអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនបាយបាយ